ក្រោយវាយលោកកម្ពុជា21ថ្ងៃថៃបានកាន់កាប់តំបន់ជាច្រើននៅក្នុងទឹកដីកម្ពុជាជាក់ស្ដែងរាប់ចាប់ពីថ្ងៃទី7រហូតដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025មានរយៈពេល21ថ្ងៃគត់ដែលកងកម្លាំងប្រដាប់អាវុធថៃបានបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំផ្នែកយោធាដោយកិត្តទុកជាមុននិងជាប្រព័ន្ធលើទីតាំងជាច្រើនតាមបណ្ដោយព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិការវាយសម្រុកចូលទន្ទ្រានកាន់កាប់និងឆោតជើងគ្រប់គ្រងជាក់ស្ដែងលើតំបន់ជាច្រើនដែលស្ថិតនៅយ៉ាងជាក់ច្បាស់ក្នុងទឹកដីកម្ពុជានៅខេត្តចំនួន4នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចេញនៅថ្ងៃទី2ខែមករាឆ្នាំ2026ក្នុងខេត្តបន្ទាយមានជ័យមានភូមិព្រៃច័ន្ទភូមិជោគជ័យភូមិបឹងត្រកួនខេត្តពោធិ៍សាត់មានតំបន់ភ្លុកដំរីច្រកអន្តរជាតិថ្មដាឬច្រកជ័យជំនះខេត្តព្រះវិហារមានតំបន់អានសេតតំបន់តាថាវនិងតំបន់ភ្នំទ្រាប់ខេត្តឧត្តរមានជ័យមានតំបន់អូស្មាច់ប្រាសាទខ្នាប្រាសាទតាក្របីប្រាសាទតាមាន់ធំតំបន់ជប់អង្គុញនិងតំបន់ជោគគ្រោះប៉ុន្តែទោះបីជាយ៉ាងណាកម្ពុជាបានបដិសេធមិនទទួលស្គាល់ព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយហើយរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការរំលោភបំពានរបស់ថៃរួមទាំងការបន្តឆោតជើងនិងកាន់កាប់ដោយខុសច្បាប់នៅតំបន់ជាច្រើនក្នុងខេត្តទាំង4ខាងលើរបស់កម្ពុជាក្រសួងការបរទេសកម្ពុជាចាត់ទុកទង្វើរំលោភបំពានរបស់ថៃជាការមិនអើពើចំពោះស្មារតីនៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ក្រសួងការបរទេសបានបញ្ជាក់បន្ថែមថាការកាន់កាប់ទឹកដីកម្ពុជាដោយកងទ័ពថៃក្រោយបទឈប់បាញ់ហើយបន្ទាប់មកវាយកំទេចផ្ទះសម្បែងរបស់ប្រជាជននិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឯទៀតរបស់កម្ពុជាហើយបន្តបិទសិទ្ធិរបស់ជនស៊ីវិលភៀសឹកកម្ពុជាជាច្រើនមិនឲ្យវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេបានគឺជាការរំលោភយ៉ាងជាក់ច្បាស់បំផុតចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិក៏ដូចជាច្បាប់មនុស្សធម៌និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ